សាសនាត្រូវដឹងច្បាស់ថាព្រះពុទ្ធចិនអាស្រ័យទ្រង់មានឆោពាន់រាំងសីគឺព្រះរាស្មីទាំង5មួយពណ៌សាយចេញពីព្រះកាយទ្រង់រុងរឿងឫទ្ធិរុងប្រសើរបវរឆ្វៀលឆ្វាត់កាយឆានឆាយល្អទាំង5មួយពណ៌ស្រង់ល្អសោភាកំណើតនៃព្រះរាំងស្មីកាត់ដោយបារមីនៃព្រះភង្គវីធ្វើទានអត់មានរុញរាកាលដែលនៅជាព្រះពោធិសត្វរាំងស្មីពលនោះនោះណាកាជាលនេត្រាត្រង់ដោយចិត្តកាត់ឲ្យទានដល់អន្តព្រាមពិតកាលនៅជាសត្វនាមស្រីភីរាំងរាំងស្មីគួរលឿងភ្លឺថ្លាកាលដែលត្រង់អាសាច់ផែធ្វើមៀងបិទពុនរំលងអោភាំងព្រះអញ្ជាងមៀងត្រង់វ័យបណ្ឌិតរាំងស្មីក្រហមនោះណាកាជាមេដាពួកខំស្លាប់ពិតបោទុំសុបដោជីវិតកាត់បែងដងបិទធ្វើឆ្នាំមេតារាំងស្មីពួសសំសានកាលដែលព្រះបាទវេកណ្ដកសត្រាឲ្យទានដំរីសសោភាកាលព្រាមប្រាថ្នាយងពោធិញ្ញាណ